ពេលដែលចាក់សាប៊ូនៅលើដៃញីទៅចេញពពុះចុះហេតុអីបានជានៅពេលដែលយកមកកក់នៅលើក្បាលបែរជាលែងមានពពុះមូលហេតុគឺដោយសារតែនៅក្នុងសាប៊ូគឺមានសារធាតុម្យ៉ាងយើងហៅថា surfactant surfactant គឺមកពីពាក្យថា surface active agent តួនាទីរបស់ surfactant គឺច្រើនមែនទែនក្នុងនោះមានដូចជាជួយសម្អាតប្រេងធូលីនិងភាពកខ្វក់អីផ្សេងៗមានមុខងារជា emulsifier មានន័យថាគឺធ្វើឲ្យទឹកនិងប្រេងអាចលាយចូលគ្នាបានហើយវាក៏មានមុខងារជា wetting agent មួយទៀតវាក៏ជា foaming agent ដែរគឺមានន័យថាបង្កើតឲ្យមានពពុះនឹងឯង surfactant គឺមានមុខងារមួយធ្វើឲ្យឡើងជាពពុះប៉ុន្តែវាក៏មានមុខងារមួយទៀតគឺចាប់យកនៅភាពកខ្វក់ឬក៏ប្រេងដែលនៅក្នុងទឹកឬក៏សម្ភារៈផ្សេងៗដែរអញ្ចឹងនៅពេលដែលស្បែកក្បាលឬក៏សក់យើងមានប្រេងមានភាពកខ្វក់ក្អែលធូលីអីផ្សេងៗហ្នឹង surfactant វានឹងទៅចាប់យកសារធាតុប្រេងទាំងនោះអញ្ចឹងនៅពេលដែលវារវល់ចាប់យកសារធាតុប្រេងភាពកខ្វក់អីពីក្បាលយើងហ្នឹងគឺវាអត់បានទៅបង្កើតជាពពុះទេអញ្ចឹងបានន័យថាបើសិនជាសក់យើងឬក៏ស្បែកក្បាលយើងសម្បូរប្រេងកាន់តែខ្លាំងនៅពេលដែលយើងកក់សក់នឹងអត់សូវមានពពុះឬក៏ពេលខ្លះគឺអត់មានពពុះតែម្ដងដែលសង្កេតដែរភាគច្រើនមនុស្សស្រីគឺគាត់ចូលចិត្តកក់សក់2ដងដោយសារតែកក់តង់ទី1ហ្នឹងគឺអត់មានពពុះទេនៅពេលដែលយើងកក់តង់ទី1ហើយហ្នឹងគឺ surfactant គឺបានទៅសម្អាតនៅប្រេងធូលីក្អែលអីផ្សេងៗចេញពីក្បាលយើងអស់ហើយនៅពេលដែលយើងកក់ម្ដងទៀតគឺវាអត់មានប្រេងឬក៏ភាពកខ្វក់អីផ្សេងៗដើម្បីឲ្យ surfactant ហ្នឹងទៅចាប់វានឹងបង្កើតទៅជាពពុះអាហ្នឹងហើយគឺជាមូលហេតុដែលនៅពេលដែលយើងកក់សក់ហើយជាទូទៅសក់យើងប្រែទៅជាស្ងួតព្រោះសាប៊ូនៅពេលដែលវាសម្អាតវាមិនមែនត្រឹមតែសម្អាតក្អែលធូលីដីកាកសំណល់មេរោគទេប៉ុន្តែក៏វាទៅសម្អាតប្រេងពីសក់យើងដែរអញ្ចឹងនៅពេលដែលសក់យើងបាត់បង់ជាតិប្រេងវានឹងទៅជាស្ងួតអញ្ចឹងហើយដើម្បីកាត់បន្ថយភាពស្ងួតពេកសាប៊ូ Cleanse Hair Damage Shampoo គឺបានបន្ថែមនូវសារធាតុប្រេងម្យ៉ាងគឺជូជុកបាអល់ដើម្បីជួយផ្ដល់សំណើមឲ្យសរសៃសក់យើងមកវិញក្រោយពេលកក់សក់រួចប្រេងជូជុកបាគឺជាប្រភេទប្រេងដែលសម្បូរទៅដោយវីតាមីននិងមីណារ៉ុលដែលអាចជួយចិញ្ចឹមបំពន់សរសៃសក់យើងជួយឲ្យសរសៃសក់យើងទន់រលាស់រលោងជាងមុនហើយជួយកាត់បន្ថយសក់ស្ងួតសំពងហើមថែមទាំងជួយការពារសរសៃសក់យើងពីការបំផ្លាញដោយមជ្ឈដ្ឋានខាងក្រៅទៀតសាប៊ូ Cleanse Damage Hair Shampoo នេះក៏ត្រូវបានបន្ថែមនូវសារធាតុផ្ដល់សំណើមជាច្រើនទៀតអញ្ចឹងហើយបានជាគេនិយាយថាគឺវាមានមុខងារ 2 in 1 គឺបានន័យថា shampoo and conditioner នៅក្នុងដបតែមួយតែម្ដងអញ្ចឹងសម្រាប់អ្នកមានសក់ធម្មតាល្មមអីកក់តែសាប៊ូនៅមួយមុខក៏សក់ទន់ដែរដោយឡែកបើសិនជាអ្នកទាំងគ្នាមានសក់ដូចខ្ញុំរបៀបថាសក់សំពងរួញពីកំណើតហើយស្ងួតដោយសារលេងពណ៌អញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងគ្នាប្រើក្រែមបន្ទន់សក់បន្ទាប់ពីកក់សក់ហើយក្រែមបន្ទន់សក់ដែលខ្ញុំកំពុងតែប្រើនេះគឺ Cleanse Keratin Conditioner ស្រឡាញ់ខ្លាំងមែនទែនព្រោះប្រើឲ្យសក់យើងឡើងទន់សរសៃសក់យើងស្ទាបទៅ silky ហើយរៀបត្រង់ជាងមុនមួយកម្រិតទៀតអញ្ចឹងសម្រាប់អ្នកដែលមានសក់ដូចខ្ញុំហើយចង់បានសក់ស្អាតត្រង់ទន់អាចសាកល្បងបានព្រោះតម្លៃវាគឺសមរម្យខ្លាំងមែនទែនខ្ញុំដឹងថាបងប្អូនយើងភាគច្រើនគឺសុទ្ធតែបានស្គាល់សាប៊ូ Cleanse នេះហើយដោយសារតែវាជាម៉ាកផលិតផលដែលបានឈរជើងនៅលើទីផ្សារស្រុកខ្មែរយើងអស់ជាង10ឆ្នាំហើយផលិតផលខ្មែរមែនប៉ុន្តែផលិតទៅតាមរូបមន្តពីប្រទេសកូរ៉េនិងមានស្តង់ដារអត់ចាញ់ brand ក្រៅស្រុកទេអញ្ចឹងបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍ចង់សាកអាចរកទិញបាននៅតាមផ្សារយើងទូទៅឬក៏តាមផ្សារទំនើបធំៗក៏មានដែរឬក៏អ្នកទាំងគ្នាអាចឆាតទៅ Facebook page ផ្លូវការរបស់ Cleanse Cambodia ក៏បានបើមានសំណួរអីផ្សេងទៀតអាចសួរនៅក្នុង comment បានណាខ្ញុំនឹងព្យាយាមឆ្លើយនៅក្នុងវីដេអូបន្ទាប់អរគុណបាយបាយ